នៅពេលដែលពិភពលោកខាងក្រៅព្យាយាមបង្ខំឲ្យយើងរត់ពេលខ្លះអ្វីដែលពិបាកបំផុតគឺការរៀនឈប់ឈរនៅមួយកន្លែងហើយទៅកំពង់ឆោមស្អែកអូនស៊ូរីតាកំពុងឆោអូមើលទៅមុខមួយរយៈនេះខ្ញុំមានអារម្មណ៍ថាខ្លួនឯងដូចជាកំពុងតែរត់ទៅរកគោលដៅបន្ទាប់រត់ទៅរកភាពជោគជ័យដែលគេកំណត់រហូតដល់ភ្លេចមើលថាផ្លូវដែលយើងកំពុងតែដើរវាមានសម្រស់ស្រស់ស្អាតប៉ុណ្ណាញ៉ៅ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 វីដេអូថ្ងៃនេះគឺអត់មានអីច្រើនទេវាមានរឿងរ៉ាវដ៏ពិសេសរំភើបតែវាគ្រាន់តែជាទស្សនវិជ្ជាធម្មតានៃជីវិតប្រចាំថ្ងៃរបស់ខ្ញុំតែប៉ុណ្ណឹងហើយខ្ញុំចាប់ផ្ដើមបង្កើតទម្លាប់តូចសម្រាប់ខ្លួនឯងដូចជាការក្រោកពីព្រឹកឡើងអត់ទាន់កាន់ទូរស័ព្ទទេការចំណាយពេលពី3នាទីសម្រាប់ខ្លួនឯងខ្ញុំលេងជាមួយនឹងកូនស្រីរបស់ខ្ញុំសម្លឹងមើលស្នាមញញឹមរបស់គាត់នៅពេលព្រឹកវាពិតជាស្រស់ស្អាតមែនទែនហើយខ្ញុំដឹងថាវាមិនមែនជាការផ្លាស់ប្ដូរដ៏ធំដែលពិភពលោកត្រូវតែចាប់អារម្មណ៍ទេវាជាការផ្លាស់ប្ដូរដ៏មានអត្ថន័យសម្រាប់ចិត្តរបស់ខ្ញុំដូចដែលយើងបានដឹងយើងរស់នៅក្នុងសម័យកាលដែលគ្រប់គ្នាចង់បង្ហាញតែភាពល្អឥតខ្ចោះតែការពិតដំណើរជីវិតរបស់មនុស្សម្នាក់សុទ្ធតែមានភាពរញ៉េរញ៉ៃមានថ្ងៃដែលអត់ដឹងថាត្រូវធ្វើអីបន្តទៀតហើយក៏មានថ្ងៃដែលយើងចង់នៅស្ងៀមម្នាក់ឯងខ្ញុំបានឈប់រំពឹងថាគ្រប់យ៉ាងត្រូវតែល្អឥតខ្ចោះសម្រាប់ខ្ញុំគ្រាន់តែចង់ធ្វើឲ្យខ្លួនឯងខិតខំប្រឹងប្រែងក្នុងភាពបរាជ័យភាពសុភាពរាបសារនិងការរៀនសូត្រពីកំហុសរបស់ខ្ញុំពីមួយថ្ងៃទៅមួយថ្ងៃហើយទាំងអស់នេះគឺជាមេរៀនដែលខ្ញុំបានរៀនអំពីជីវិតរបស់ខ្ញុំក្រោយពេលដែលខ្ញុំចាប់ផ្ដើមមានកូនវាហាក់បីដូចជាការឆ្លុះបញ្ចាំងមកកាន់រូបខ្ញុំសាជាថ្មីហើយខ្ញុំដឹងថាពេលវេលារបស់យើងខ្លីហើយពីមុនមកយើងចំណាយពេលបែបណានោះហើយជាអ្វីដែលខ្ញុំចង់ចែករំលែកនៅក្នុងវីដេអូនេះជាសារសាមញ្ញប៉ុន្តែខ្ញុំសង្ឃឹមថាវាជាសារនៃសន្តិភាពផ្លូវចិត្តរបស់អ្នកទាំងអស់គ្នាដែលពេលខ្លះយើងគួរតែសម្រាកសិនទៅហើយយឺតក៏បានដែរអត់អីទេហើយយើងអាចចាប់ផ្ដើមបន្តទៀតវាអត់មានន័យថាយើងបានបញ្ឈប់ទេយឺតប៉ុន្តែយើងនៅតែបន្តនេះហើយជាអារម្មណ៍របស់ខ្ញុំបច្ចុប្បន្នហើយសង្ឃឹមថាវីដេអូនេះអាចជួយឲ្យអ្នកមានអារម្មណ៍ធូរស្រាលជាងមុនបន្តិចបន្ទាប់ពីហត់នៅពីការងារពេញមួយថ្ងៃហើយរក្សាសុខភាពផងណាជម្រាបលា